cha bộ rán tay tại pô tha riêng mà hàn muốn long thật bàn chỉ tu từ lịch là nắng về mà tới ba vi chiêm ha tụi muốn miền trên bài tràn sẵn than đại miền tụi muốn luôn tụi muốn bay tụi muốn chướng tụi muốn sầm rập vi tọp và chẳng vi chiêm ha tụi muốn đài long tận mình bán cứ tụi muốn không luôn mà tô luôn những cứ thôn bên tụi muốn lơ mà nô thò mà ra luôn những một phần năng từ đại tê còn đấy là còn nào thao ngôn bằng khả năng nó bây giờ những chi tu long tất cả năng và cọt na lịch tu từ lập ấy hai tất cả rồi thì khả năngคือlà khai bồ sát tu trái cái cả vọt đấyอาการปีชนามปีปอนดับผมไว้ช่วงทางปีปอนดับไว้ខ្ញុំទៅលេងវត្តស្ដាយតែពេលខ្ញុំទៅនឹងលោកសកៃឡើងបច្ចេកអាការថ្មីហើយគាត់សឹកហើយគាត់ចៅគាត់លងទឹកគាត់ទៅជួយចៅគាត់តែគាត់ភ្លេចខ្លួនណាគាត់ចេះមកទងន់គាត់អត់បានដោះអញ្ចឹងក៏ស្លាប់ជាមួយចៅទៅលងទឹកស្លាប់ជាមួយចៅចំថ្ងៃដែលខ្ញុំទៅលេងខ្ញុំបំណងចង់ទៅលេងគាត់ផងប៉ុន្តែដល់ពេលទៅដល់បានល្ងាចឡើងឮសូរតំណឹងថាគាត់ស្លាប់អត់អញ្ចឹងខ្ញុំអត់បានជួបគាត់ពេលនៅរស់ទេអញ្ចឹងមោហាទម្ងន់ក្នុងខ្លួនឡើងទម្ងន់ខ្លាំងមាននឹង500គីឡូមានមួយតោនរហូត3តោន5តោនលេខឲ្យទូលេខហើយមួយទៀតទម្ងន់ដៃបាទទម្ងន់ដៃកែងទម្ងន់ជើងពេលទាត់ធ្ងន់ទម្ងន់ដៃវាយមួយដៃវិទ្គៀមមួយដៃបាក់ឆ្អឹងមួយដៃស្លាប់មួយដៃ7ថ្ងៃបាក់ឆ្អឹងអាហ្នឹងពាក្យចាស់បុរាណលោកតែងពោលមកអញ្ចឹងណាហ្នឹងទម្ងន់ដៃហ្នឹងមានជាការសាក់បញ្ចុះសាក់នៅតាមកញ្ញដៃសាក់នៅប្រអប់ដៃបាទសាក់នៅដើមដៃបដិញមកមាននឹងសាក់កន្លែងកែងដៃនេះនឹងសាក់ខ្វែងអញ្ចឹងមកអាហ្នឹងគឺជាទម្ងន់ដៃហើយអាគុំគេថាសូត្រផ្លុំអញ្ចឹងមកសូត្រហើយគេផ្លុំបញ្ចុះអញ្ចឹងមកបានធ្វើការវាយតបវាយទៅអញ្ចឹងទៅអាហ្នឹងគឺទម្ងន់ដៃប៉ុន្តែដល់ពេលគេវាយហើយអញ្ចឹងទៅចាប់មកទឹកអញ្ចឹងគេចាប់មកទឹកគេសូត្រទៀតសូត្រផ្លុំទៅថែមទៀតវាយបានប្រហែលដៃគេផ្លុំទៅថែមទៀតមិនមែនថាផ្លុំម្ដងវាយបានមករហូតទេហើយនៅពេលដែលចប់ការប្រកួតហើយអស់ចឹងគេសូត្រដោះចេញវិញបាទគេសូត្រដោះចេញវិញព្រោះថាទោះបីមិនបានរហូតក៏ដោយប៉ុន្តែការដែលផ្លុំមកវាអាចមានប្រការណាមួយអញ្ចឹងនៅក្នុងក្បួនគឺសូត្រផ្លុំហើយគឺត្រូវថាសូត្រប្រសាទឬសូត្រគេថាសូត្រដោះចេញវិញខ្ញុំឧទាហរណ៍ណាបើឧទាហរណ៍កខងោសូមឲ្យធ្ងន់ណាគេផ្លុំមកអញ្ចឹងមកហើយគេវាយបានមកទឹកគេសូត្រថែមទៀតកខងោសូមឲ្យធ្ងន់ផ្លុំទឹកទី2អីចឹងទៅតែដល់ពេលចប់ការប្រកួតដូចគេសូត្រមកវិញហើយសហឡអអចឹងសូមឲ្យស្រាលមកដូចដើមវិញមិនគេផ្លុំទៅភាសាទៀតអាហ្នឹងគឺភាសាចោលឬក៏ដោះចេញហ្នឹងអាហ្នឹងមហាទម្ងន់ហើយតែគ្រាន់តែការសូត្រនឹងប្រកែអត់ខ្ញុំហ៊ាននិយាយថាអត់ទេព្រោះថាគេមានរបៀបរបបនៃការរៀនទៀតចង់ឲ្យប្រកែចង់ឲ្យសូត្រគាថានឹងប្រកែគេរៀបក្បួនរៀបក្បួនដែលត្រូវសូត្រហ្នឹងមុននឹងគេសូត្ររបស់នឹងសូត្រគាថានឹងឲ្យប្រកែតើគេត្រូវធ្វើមិនខ្លះគេឆ្លងកាត់ការវឹកហាត់មិនខ្លះមិនមានតែបល័យនឹងយកមកសូត្រមកគឺប្រកែទេគឺគេមានរបៀបរបបនៃការរៀបទី1នោះគេរៀបហើយគេថ្វាយគ្រូគេលើអាសនៈនោះនៅលើអាសនៈគ្រូនឹងគេថ្វាយអីខ្លះដើម្បីឲ្យលោកគ្រូមហាទងន់ហ្នឹងឬក៏គេគ្រូខាងក្បាច់គុណលោកគ្រូវ័យហក់ឆក់វ័យអញ្ចឹងទៅឬក៏គ្រូតបងដែកអីចឹងទៅមកគង់ប្រថាប់អញ្ចឹងគេរៀបចឹងហើយគេសូត្រយាងសម្ដេចព្រះគ្រូអញ្ចឹងឲ្យមកគង់ប្រថាប់លើទីសេនាសនៈហ្នឹងហើយគេអង្គុយសមាធិរៀននៅមុខគ្រូគេអញ្ចឹងទៅហើយរៀបអីខ្លះអញ្ចឹងទៅហើយគេសូត្រអញ្ចឹងហើយគេផ្លុំហើយគេដើរតបនឹងជែកដើរតបនឹងបើសាក់អីអញ្ចឹងទៅដើម្បីវាស់ស្ទង់តើ
សម្រាប់មុនវិជានឹងបានកម្រិតណាបានសម្រាប់ឲ្យថាអូអាហ្នឹងការបានបានចេញតាណាទៅដើរតាមវត្តច្បាំងតាមវត្តតែហ្នឹងឈាមខ្មែរវាយជាមួយខ្មែរមិនបាច់ប្រើដល់ថ្នាក់នោះក៏បានប្រើតែសមត្ថភាពនៃការលុតដំទៅទាញដុំដៃលើកដុំដៃវាយអីធម្មតាអញ្ចឹងទៅក៏វាល្អមើលជាងមហាទងន់វាយមួយដៃម៉ាំងដេកបាត់ហ្នឹងទុកប្រកួតជាមួយបរទេសឆាកអន្តរជាតិបាទ